បាទ សូមជម្រាបសួរពុកម៉ែបងប្អូនជនជាតិពីរក្នុងសូមជម្រាបសួរជាពិសេសដល់បងប្អូនដែលរស់នៅទីក្រុង Edmonton ខេត្ត Alberta ប្រទេសកាណាដាហើយនិងលោកពូជ្រយថេងដែលរស់នៅ California សហរដ្ឋអាមេរិកនិងបងស្រីខុនច័ន្ទនារីដែលរស់នៅសហរដ្ឋអាមេរិកហើយថ្ងៃនេះដែរយើងបាននាំថវិកាដល់បងប្អូនដែលរស់នៅ Edmonton សហរដ្ឋអាមេរិកនិងសហរដ្ឋអាមេរិកមានសហរដ្ឋអាមេរិក2នាក់និងកាណាដានោះជាច្រើនហើយគណៈពេលស្របពេលដែលលោកប៉ែនពុទ្ធភាអ្នករាយការណ៍ពិសេសកំពុងតែបំពេញបេសកកម្មនៅទីក្រុង Montreal ខេត្តប្រទេសកាណាដាបានរៃអង្គាសថវិកាដើម្បីកសាងសាលានៅតំបន់អរ៉ែងហើយនៅខេត្តកោះកុងសម្រាប់ជនខ្មែរនៅទីក្រុង Edmonton ហ្នឹងបានមូលមតិគ្នាជាឯកច្ឆន្ទដើម្បីឧបត្ថម្ភដល់តំណាងរាជគណៈបក្សសង្គ្រោះជាតិដែលប្រចាំនៅខេត្តស្វាយរៀងដើម្បីដឹកនាំក្រុមយុវជនស្នេហាជាតិក្រុងទៅចុះមើលបង្គោលព្រំដែន202និង203នៅថ្ងៃស្អែកហើយស្របពេលនោះដែរថវិកាដែលបងប្អូនរៃអង្គាសមកពីទីក្រុង Edmonton ខេត្ត Alberta ប្រទេសកាណាដានោះមានចំនួន$270សហរដ្ឋអាមេរិកទី1គឺមានម៉ាក់យាយកៅដាវី$50កាណាដាទី2លោកញ៉ែមភៀប$100កាណាដាលោកសួងសាននិងភរិយា$50កាណាដាទី4លោកសុកអាង$30កាណាដាទី5លោកជាអានទី6លោកជាផេង$20កាណាដាទី7លោកស្រីផាន់ថាច់$40កាណាដាទី8លោកយាយសឿន$30កាណាដាថវិកាសរុបទាំងអស់គឺ$360កាណាដាវាស្មើនឹង$270សហរដ្ឋអាមេរិកហើយក្នុងនោះយើងគាត់ប្រគេនជូនថវិកាទៅដល់តំណាងរាជគណៈបក្សសង្គ្រោះជាតិគឺលោករៀលខេមរិននឹង$240សហរដ្ឋអាមេរិកនិងក្រុមការងារអ្នករាយការណ៍ពិសេស$15សហរដ្ឋអាមេរិកហើយបន្ថែមពីលើនោះទៀតគឺបងប្រុសឡាំផានៅទីក្រុងតូរ៉ុនតូប្រទេសកាណាដានឹងបានឧបត្ថម្ភបន្ថែមពីលើ$20សហរដ្ឋអាមេរិកទៀតអញ្ចឹងសរុបថវិកាសម្រាប់លោករៀលខេមរិនគឺ$270សហរដ្ឋអាមេរិកហើយដោយសារដែលយើងកំពុងតែមានវត្តមាននៅព្រះអង្គដង្ការហើយសកម្មជនដែលជាតំណាងដែលនឹងគ្រងទៅពិនិត្យមើលបង្គោលព្រំដែន202 203នៅថ្ងៃស្អែកនេះបានមកជួបជុំគ្នានៅព្រះអង្គដង្ការដើម្បីសូមសុខសិរីសួស្តីដល់ការធ្វើដំណើរនោះឥឡូវយើងបានជួបនឹងអាដាមរៀលខេមឥឡូវយើងនាំគ្នាទៅជួបអាដាមរបស់គ្នាសូមជឿបាទឥឡូវនេះយើងបានមកជួបអាដាមហើយឥឡូវយើងយកនាំថវិកានេះគឺសរុបទាំងអស់ថវិកាគឺ$345សហរដ្ឋអាមេរិកហើយក្នុងនោះគឺ$270សហរដ្ឋអាមេរិកគឺមកពីទីក្រុង Edmonton ខេត្ត Alberta ប្រទេសកាណាដាហើយ$50គឺមកពីលោកពូជ្រយថេងមកពី California សហរដ្ឋអាមេរិកនិង$25ទៀតគឺបងស្រីសុកច័ន្ទនារីនៅរស់នៅសហរដ្ឋអាមេរិកដូចគ្នាអញ្ចឹងសរុបថវិកាទាំងអស់នេះគឺ$345សហរដ្ឋអាមេរិកគឺសម្រាប់ដល់អាដាមទៅពិនិត្យមើលបង្គោលព្រំដែនលេខ202និង203សម្រាប់ចាត់ចែងផ្សេងៗមិនដឹងថាអាដាមចាត់ចែងខាងអីខ្លះអញ្ចឹងស្រីអាដាមចាត់ចែងជួលឡានជួលអីក៏ស្បៀងអាហារហ្នឹងដល់អាដាមចាត់ចែងឥឡូវដោយសារថវិកានៅក្នុងដៃយើងខ្ញុំហើយខ្ញុំសូមជួលថវិកាទាំងអស់នេះជូនអាដាមបាទខ្ញុំបាទសូមជម្រាបសួរពីចម្ងាយហើយសូមគោរពពីចម្ងាយដល់បងប្អូនជនរួមជាតិដែលមានសទ្ធាជ្រះថ្លាជួយនៅថវិកាដែលជាកម្លាំងញើសឈាមរបស់បងប្អូនញ៉ាយជូនពួកយើងខ្ញុំដែលជាអ្នកស្នេហាជាតិនឹងទៅនៅស្រុកកំពង់រោខេត្តស្វាយរៀងឥឡូវដែលមានគ្នារហូតដល់ជាង2000នាក់បាទចូលរួមក្នុងថ្ងៃស្អែកនេះ2នាក់នឹងមានការចូលរួមពីប្រសង់ចំនួន300អង្គផងដែរចំពោះទឹកចិត្តដ៏សប្បុរសធម៌និងសន្តានចិត្តស្នេហាជាតិរបស់បងប្អូនក្នុងការរួមចំណែកជួយបញ្ហាខ្វះខាតសម្រាប់អ្នកស្នេហាជាតិហើយយើងរួមចំណែកในការពារបូរណភាពទឹកដីនៃមាតុភូមិជាទីសារបស់យើងខ្ញុំសូមថ្លែងអំណរគុណដល់ជ្រាលជ្រៅហើយសូមឲ្យបងប្អូនអំពើល្អដែលបងអំពើល្អដែលសាងចំពោះជាតិរបស់យើង
បងប្អូនមិនសាប់សូន្យនេះសូមឲ្យបងប្អូនទាំងអស់គ្នាដែលមានឈ្មោះដែលបានឧបត្ថម្ភនៅទីនេះសូមបានប្រកបតែនឹងពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិជាអ្នកកំបីទីហើយជាពិសេសគឺខ្ញុំឥឡូវនេះកំពុងតែនៅនឹងទល់មុខនៅកំពុងតែថ្វាយបង្គំព្រះប្រោងដងការដែលជាបារមីដ៏ស័ក្តិសិទ្ធិនៃព្រះជាណាចក្រកម្ពុជាសូមឲ្យបារមីនៃព្រះអង្គដងការដែលកំពុងតែគ្រប់គ្រងនៃព្រះជាណាចក្រកម្ពុជាសូមមេត្តាព្រះអង្គជួយជ្រោមជ្រែងនិងជួយឲ្យបងប្អូនបានជួបតែសេចក្តីសុខសេចក្តីសប្បាយអរគុណសូមគោរពលាបាទសូមបញ្ជាក់ផងដែរថាសប្បុរសជនដែលខាងលើដែលយើងបានរៀបរាប់ខាងលើនេះគឺគាត់សកម្មមែនទែនតែងតែឧបត្ថម្ភថវិកាតាមរយៈនារីការពិសេសនិងឧបត្ថម្ភថវិកាផ្សេងៗដើម្បីជួយដល់ជនរងគ្រោះនៅប្រទេសកម្ពុជានិងសកម្មជនផ្សេងៗដែលតែងតែតស៊ូសម្រាប់បូនភាពទឹកដីឬក៏ដីធ្លីដែលបាត់បង់ដោយសារអាជ្ញាធរបានយកចិត្តទុកដាក់ហើយដូច្នេះសូមអរគុណសូមជម្រាបលាសូមអនុញ្ញាតគោរពជម្រាបសួរពុកម៉ែមីបងប្អូនយាយតាទាំងអស់នៅក្នុងបណ្ដាញសង្គម Facebook ជាពិសេសបងប្អូនដែលកំពុងតាមដាន Page អ្នករាយការណ៍ពិសេសជាទីមេត្រីខណៈពេលនេះនាងខ្ញុំងឹមគិតថាព្រមទាំងកាមេរ៉ាមែនលោកឆេងសុផាន់កំពុងតែមានវត្តមាននៅមុខព្រះអង្គដងកើហើយឃើញថាថ្ងៃនេះដែរមានជាតំណាងរាស្ត្ររបស់គណៈបកសង្គ្រោះជាតិអាយដាមរៀលខេមរិនព្រមទាំងយុវជនយុវតីស្នេហាជាតិព្រមទាំងអសរស្នេហាជាតិកំពុងតែរៀបចំនឹងការធ្វើពិធីសាសនាដើម្បីសុំសេចក្តីសុខចំពោះនឹងការចុះទៅមើលបង្គោលព្រំដែនលេខ202និង203នៅថ្ងៃស្អែកនេះហើយបន្តិចទៀតនេះមានការថ្វាយបង្គំក៏ដូចជាសុំពរជ័យនៅមុខអង្គដងកើផ្ទាល់នេះតតែម្ដងចានៅពេលនេះសូមបងប្អូនទស្សនាទស្សនភាពនៅទីនេះជាមួយនាងខ្ញុំដូចតទៅចាលោកគុំបែរទៅណាai đọc một chuyện ai đọc về ai đọc bót trong cung này trên đấy ai đọc còn đời đừng cái nào vậy trong cung em tí đi Pang Vikiyo Avijaya Sujaya Mangkale Apara Jita Paralang Ke Sai Sai Patavika Kare Abhisai Ke Atya Pata Pamau Tita Sunaka Tang Sumangkalang Supatya Tang Sohon Titang Sukana Sumohot Tau Jataya Tham Pramachare Supatya Kinang Kaya Kamman Vyacha Kamman Patya Kinang Malau Kamman Patya Kinang Nikatwan Nalaman Tate Patya Kinang បាទឥឡូវយើងបានមកជួបលោកសុផាន់ឡារីដោយចៃដន្យនៅនឹងដែរឥឡូវលោកសុផាន់ឡារីមកទីហ្នឹងមកដើម្បីធ្វើអីដែរបាទថ្ងៃនេះក្នុងនាមជាយុវជនក៏ដូចជាតំណាងរាស្ត្រហើយព្រមទាំងព្រះសង្ឃពួកយើងមកធ្វើពិធីសាសនាដើម្បីសូមសិរីសួស្តីសេចក្តីសុខសម្រាប់ការធ្វើដំណើរទៅខេត្តស្វាយរៀងស្អែកចំនួន2000ទៅ3000នាក់រួមទាំងអ្នកខេត្តស្វាយរៀងដើម្បីយើងសូមសិរីសួស្តីតាមផ្លូវទៅមើលបង្គោលព្រំដែនដែលយើងចាក់កំណត់ហេតុនៅទីនោះបាទអរគុណច្រើនគុណបាទចាំជួបគ្នានៅថ្ងៃស្អែកទៀតញ៉ាឥឡូវយើងនាំគ្នាទៅជួបអាដាមរីខាងរឿងខាងនេះបាទគេឲ្យអ្នកមានលោកយាយយ៉ាតជាតំណាងនៅទីនេះហើយទឹកដីខេត្តបៃលិនណាក៏បានដឹងដែរគឺជាទឹកដីត្បូងរ៉ែពេជ្រកណ្ដៀងរបស់ខ្មែរទាំងមូលក៏ប៉ុន្តែ3ទសវត្សរ៍ចុងក្រោយនេះការបំផ្លិចបំផ្លាញព្រៃឈើបំផ្លិចបំផ្លាញរ៉ែត្បូងកណ្ដៀងនៅទាំងប្រមាណគឺត្រូវបានខ្ទេចខ្ទីអស់ស្ទើរតែគ្មានអ្វីសល់ទាំងអស់ចំណុចនេះសល់បញ្ជាក់ឲ្យឃើញថាការដឹកនាំ3ទសវត្សរ៍ចុងក្រោយនេះនាំឲ្យមានការហិនហោចធនធានធម្មជាតិយ៉ាងច្រើនរហូតដល់ពេលនេះជារាជខ្មែរក៏ដូចជាយុវជនខ្មែរគួរយល់ដឹងថាអ្វីខ្លះដែលយើងបាត់បង់អ្វីខ្លះដែលយើងនៅសេសសល់គួរចូលរួមចំណែកគិតពិចារណាដើម្បីថែរក្សាទ្រព្យសម្បត្តិធនធានធម្មជាតិដែលជារបស់យើងទាំងអស់គ្នានោះឲ្យបានគង់វង្សទុកសម្រាប់កូនចៅយើងជំនាន់ក្រោយការអភិវឌ្ឍមែនការអភិវឌ្ឍក៏ប៉ុន្តែគេត្រូវការថែរក្សាបរិស្ថានខ្លះហើយនឹងធនធានធម្មជាតិមួយចំនួនជាច្រើនដែលត្រូវបាត់បង់នោះវាមិនស្មើឬមួយក៏វាមិនមានតុល្យភាពនឹងការអភិវឌ្ឍនិងការបាត់បង់នោះទេ
โดยเฉพาะយើងសង្ឃឹមថាយុវជនខ្មែរជាប្រដ្ឋខ្មែរលោកដឹងថាទឹកដីបៃលិនគឺជាទឹកដីមួយដែលមានអ្វីខ្លះហើយឥឡូវនៅសល់អ្វីខ្លះដូច្នេះ3ទសវត្សរ៍ចុងក្រោយនេះខ្មែរយើងបាត់បង់យ៉ាងច្រើនទាំងធនធានធម្មជាតិត្បូងរ៉ែក៏ដូចជាព្រៃឈើក៏ដូចជាមានការយាយីច្រាប់ជ្រៀកព្រំដែនទឹកដីរបស់យើងផងដែរទឹកដីទាំងខាងលិចទាំងខាងកើតត្រូវបានគេប្រមាថមើលងាយហើយគេឆ្លៀតឱកាសដើម្បីយកទឹកដីរបស់យើងជាដើមដូច្នេះពេលនេះមហាជនខ្មែរដែលត្រូវការឯកភាពជាតិមួយខ្ពស់ដើម្បីឲ្យខ្មែរបានរឹងមាំទាំងផ្នែកសេដ្ឋកិច្ចសង្គមនិងនយោបាយពេលនោះហើយដែលគេលែងហ៊ានប្រមាថមើលងាយយើងជាខ្មែរ